Ok nói hello từng ở khía I am Kaizen ហើយថ្ងៃនេះខ្ញុំមកបន្តសាច់រឿងដែលថាមក Reincarnated as a Slime បន្តទៀតប៉ុន្តែមុននឹងចូលដល់សាច់រឿងខ្ញុំក៏សូមអ្នកទាំងអស់គ្នាជួយចុច like និង subscribe ម្នាក់មួយផងតើអញ្ចឹងកុំឲ្យខាតពេលយូរយើងចាប់ផ្ដើមទាំងអស់គ្នាក្រោយពេលទទួលឲ្យរបស់យើងបានដឹងថាមិត្តភ័ក្តិរបស់ខ្លួនដែលជាវ៉ាតារ៉ានេះក៏ត្រូវបានជាប់ឃុំនៅក្នុងឈៀលមួយនេះអស់រយៈពេល300ឆ្នាំមកហើយគាត់ក៏ពិតជាមានការណាត់ចំពោះវ៉ាតារ៉ាជាខ្លាំងដែលវ៉ាតារ៉ាក៏បាននិយាយផងដែរថារបាំងវេទមន្តមួយនេះក៏ត្រូវការពេលយ៉ាងហោចណាស់ក៏100ឆ្នាំទៀតដែរទើបអស់សុពលភាពចំណែកឯថាមពលវេទមន្តរបស់គាត់វិញគឺมันអាចមានច្រើនរហូតដល់100ឆ្នាំនោះទេហើយនៅពេលនោះទ្វៃប្រុសក៏បានសួរទៅកាន់វ៉ាតារ៉ាថាតើវានឹងមានរឿងអ្វីកើតឡើងនៅពេលដែលវ៉ាតារ៉ាអស់នៅថាមពលវេទមន្តដែលវ៉ាតារ៉ាក៏បានប្រាប់មកកាន់គាត់ថាវាគឺធម្មតានោះទេគឺគាត់នឹងត្រូវស្លាប់នឹងឯងហើយនៅពេលនោះដែលមិនដាច់ចិត្តទៅចោលមិត្តភក្តិសម្លាញ់របស់ខ្លួនទ្វៃប្រុសរបស់យើងក៏ចង់ប្រើនៅ skill predator របស់គាត់ដើម្បីនឹងស្រូបវ៉ាតារ៉ាចេញពីក្នុងរបាំងវេទមន្តមួយនោះប៉ុន្តែ skill របស់គាត់គឺមិនអាចទម្លុះរបាំងវេទមន្តមួយនេះបាននោះទេដូចនេះហើយគាត់ក៏បានប្រាប់ឲ្យ The Great Sage ធ្វើការ analyze របាំងវេទមន្តមួយនោះប៉ុន្តែ The Great Sage គឺបានបរាជ័យដោយវាគឺបាននិយាយថាគាត់គឺមិនអាច analyze របាំងវេទមន្តមួយនេះតែពីខាងក្រៅបាននោះទេពលគឺត្រូវការ analyze ពីខាងក្នុងមកទៀតទៅបានដូចនេះហើយដែលអស់ជំរឿដោយប្រាប់របស់យើងក៏ចង់ប្រើ skill predator របស់គាត់នេះធ្វើការស្រូបយកទាំងរបាំងវេទមន្តបូករួមជាមួយនឹងវ៉ាតារ៉ាចូលទៅក្នុងខ្លួនគាត់តែម្ដងក៏ព្រោះថាវ៉ាតារ៉ាគឺអាចព្យាយាមបំបែកនៅរបាំងវេទមន្តមួយនោះចេញមកពីខាងក្នុងចំណែកឯគាត់នឹងប្រើឲ្យ The Great Sage ព្យាយាមធ្វើការ analyze របាំងវេទមន្តមួយនោះពីខាងក្រៅហើយមិនយូរប៉ុន្មាននោះទេយើងប្រកាសជាអាចបំបែករបាំងវេទមន្តមួយនោះបានហើយវ៉ាតារ៉ាវាក៏បានយល់ព្រមចំពោះគាត់ផងដែរប៉ុន្តែមុននឹងតួឲ្យរបស់យើងធ្វើរឿងមួយនេះវ៉ាតារ៉ាក៏បានសូមដាក់ឈ្មោះឲ្យតួរបស់យើងក៏ព្រោះថាជាធម្មតាបិសាចគឺមិនមានឈ្មោះនោះទេនៅក្នុងពិភពលោកមួយនេះដូចនេះហើយវាក៏បានដាក់ឈ្មោះឲ្យតួឲ្យប្រុសថា Rimuru ដែលការដាក់ឈ្មោះនេះក៏អាចជួយការពារ Rimuru ផងដែរហើយវាក៏ចង់ឲ្យគាត់ដាក់ឈ្មោះឲ្យវាវិញផងដែរនៅពេលនោះតួឲ្យប្រុសក៏បានដាក់ឈ្មោះឲ្យវាថា Valdra Tempest ក៏ដូចគ្នាជាមួយនឹងគាត់ Rimuru Tempest ដែល Tempest នេះគឺជាឈ្មោះត្រកូលរបស់ពួកគេទាំងពីរបើកាលណាពួកគេទាំងពីរគឺមានត្រកូលដូចគ្នាក៏បានន័យថាព្រលឹងរបស់ពួកគេក៏ត្រូវបានភ្ជាប់គ្នាដែលវាក៏ប្រៀបបានទៅនឹងឈ្មោះនៃគ្រួសារតែមួយផងដែរបើនិយាយស្រួលស្ដាប់ទៅគេទាំងពីរក៏បានបូកធីមជាមួយនឹងគ្នានឹងឯងហើយបន្ទាប់មក Rimuru ក៏បានប្រើនៅ skill predator របស់គាត់ធ្វើការស្រូបយកទាំងរបាំងវេទមន្តនិងវ៉ាតារ៉ាចូលទៅក្នុងខ្លួនគាត់តែម្ដងទៅដែលមុនពេលដែលវ៉ាតារ៉ារលាយបាត់គាត់ក៏បានសន្យាជាមួយនឹងមិត្តសម្លាញ់របស់គាត់ថាមិនយូរមិនឆាប់នោះទេពួកគេនឹងជួបគ្នាម្ដងទៀតហើយត្រឹមមើលរំពេចភ្នែកសន្និដ្ឋាននេះក៏ត្រូវបានបាត់សម្ោឆឹងចេញពីមុខរបស់ Rimuru តែម្ដងបន្ទាប់មកយើងម្ដងអំពីភូមិសាស្ត្រដែលនៅខាងក្រៅវិញម្ដងដែលល្អនៅធំដែលបានឃុំឃាំងវ៉ាតារ៉ានេះគឺស្ថិតនៅក្នុងតំបន់មួយដែលគេឲ្យឈ្មោះថា The Great Forest of Jura ហើយនៅជុំវិញតំបន់នោះក៏មាននៅប្រទេសធំៗចំនួន5ផងដែរដែលមានដូចជា Farmers Kingdom, Dwargon, Bluemont, Thalion និង The Eastern Empire ដែលយើងក៏លេចមកមើលនៅឯនគរ Bluemont ដែលក្រុងតវត្តមានរបស់វ៉ាតារ៉ាត្រូវបានបាត់ខ្លួនភ្លាមនោះនៅពេលនោះដំណឹងមួយនេះក៏ត្រូវបានលេចឮពីពេញនឹងតែម្ដងនៅក្នុងនគរ Bluemont អបិម្នាក់ដែលមានឈ្មោះថា Baron Voyard កំពុងតែព្រួយបារម្ភអំពីការបាត់ខ្លួនរបស់ The Storm Dragon នគរនឹងគឺខ្លាចថានឹងមានរឿងអាក្រក់កើតឡើងហើយប៉ះពាល់មកដល់ប្រទេសរបស់គាត់ចំណែកអបិម្នាក់ទៀតគឺមានឈ្មោះថា Fuzi the Guild Master ដែលគាត់នឹងគឺជា The Guild Master នៃនគរ Bluemont នេះនៅពេលនោះគាត់ហាក់បីដូចជាមិនខ្វាយខ្វល់ចំពោះរឿងមួយនេះនោះទេដែលធ្វើឲ្យអបិ Baron នឹងគឺតឹងតែសៃកោដាក់គាត់ដែរហើយក្រោយមកគាត់ក៏និយាយថារឿងដែលគួរឲ្យខ្វាយខ្វល់នោះគឺចក្រភពខាងកើតនឹងលោកដៃចូលនៅក្នុងរឿងមួយនេះអបិ Baron ក៏បានបន្តថាប្រសិនបើចក្រភពខាងកើតលោកដៃចូលនៅក្នុងរឿងមួយនេះនោះតំបន់តូចៗដែលនៅជាប់នឹងលាអាងដែលឃុំខ្លួនវ៉ាតារ៉ានឹងត្រូវបានពួកវាយកទៅគ្រប់គ្រងទាំងអស់ដល់នេះហើយអបិ Fuzi សម្រាប់ចិត្តថានឹងស៊ើបអង្កេតចំពោះរឿងមួយនេះជាហេតុធ្វើឲ្យអបិ Baron នឹងក៏ធូរចិត្តមកវិញដែរដោយយើងក៏លេចមកមើល Rimuru នេះវិញនៅពេលនេះគាត់មិនដឹងថាវាបានកន្លងផុតទៅប្រហែលថ្ងៃហើយនោះទេចាប់តាំងពីពេលដែលគាត់បានលេបវ៉ាតារ៉ាចូលទៅក្នុងខ្លួនហើយនៅពេលនេះគាត់ក៏កំពុងតែដើររកផ្លូវចេញពីលាអាងមួយនេះផងដែរដោយចំណាយពេលនៅក្នុងលាអាងមួយនេះជាច្រើនថ្ងៃគាត់ក៏អាចផ្លាស់ទីនៅលើទឹកបានហើយព្រមទាំងអាចប្រើនៅ skill មួយដែលមានឈ្មោះថា Water Blade នៅពេលនោះ Rimuru បានជួបនឹងសត្វពស់ដ៏ធំមួយក្បាលហើយគាត់ក៏បានប្រើ skill មួយនោះសម្រាប់សត្វពស់មួយនោះទៅក្រោយពេលដែលបានសម្លាប់ហើយ Rimuru ក៏ធ្វើការបរិភោគសត្វពស់មួយនោះហើយគាត់ក៏ទទួលបាននៅ skill ទាំងប៉ុន្មានដែលសត្វមួយនោះមានហើយព្រមទាំងអាចប្រែកាឡាខ្លាយទៅជាសត្វពស់មួយនោះផងដែរ Rimuru ក៏បានបន្តសម្លាប់បិសាចជាច្រើននៅក្នុងលាអាងមួយនោះហើយក៏បរិភោគវាចូលទៅក្នុងពស់ទាំងអស់ដែលនៅពេលដែលគាត់បានសម្លាប់បិសាចពីងហើយគាត់ក៏ជាបានសម្បុកដូចជា Spider-Man ផងដែរដែលពេលវេលាកន្លងផុតទៅអស់ជាច្រើនអាទិត្យទីបំផុតគាត់ក៏អាចរកឃើញផ្លូវចេញពីលាអាងមួយនេះបានប៉ុន្តែអ្វីដែលជាបញ្ហា
ហានោះគាត់មិនដឹងថាបើកទ្វារមួយនឹងមិននោះទេហើយស្រាប់តែនៅពេលនោះទ្វារមួយនោះក៏បានបើកដោយឯងតែម្ដងហើយយើងក៏បានឃើញថាមានអ្នកសំប្រេង3នាក់ហ្នឹងជាអ្នកបើកទ្វារមួយនោះនៅពេលរៀមរូក៏បានរត់ទៅពួនដែលខ្លាចថាបើសិនជាពួកគេឃើញគាត់នោះគាត់នឹងត្រូវទូកសាច់របស់ពួកគេហើយដែលនៅក្នុងចំណោមអ្នកសំប្រេងទាំង3នាក់នោះក៏មានម្នាក់ចេះប្រើនៃ skill បាំងកាយហើយពួកគេក៏បានប្រើ skill មួយនោះដាក់ចូលទៅក្នុងលអាងមួយនោះទៅរៀមរូឃើញបែបនេះហើយគាត់ក៏សន្យាថាគាត់នឹងសុំពួកគេធ្វើជាមិត្តភក្តិឲ្យតទៅបានហើយនៅពេលដែលពួកគេទៅបានរៀមរូក៏បានដើរចេញពីលអាងមួយនោះតែម្ដងនៅពេលនោះចាសលឿងម្នាក់នោះក៏បានកលេចឃើញដែរដល់នាងក៏បាននិយាយថានាងក៏មានអារម្មណ៍ថាដូចជាមានបិសាចនៅខាងក្រោយខ្នងនាងប៉ុន្តែមើលទៅប្រហែលជាការសម័យនោះទេដល់នេះហើយរៀមរូក៏បានរួចខ្លួនមកនៅទីបំផុតគាត់ក៏បានចេញមកខាងក្រៅនៅខាងក្រៅទេសភាពគឺស្អាតខ្លាំងណាស់ពោពេញទៅដោយព្រៃឈើនិងសត្វចម្លែកដែលវាគឺខុសឆ្លាស់ពីទីក្រុងដ៏រញ៉េរញ៉ៃហើយស្រាប់តែនៅពេលនោះមិនយូរប៉ុន្មានគាត់ក៏បានជួបនឹងក្រុម Goblin មួយក្រុមហើយ Goblin ម្នាក់នៅក្នុងចំណោមក្រុមនោះក៏បានសួរមកកាន់រៀមរូថាតើលោកបងដ៏ខ្លាំងម្នាក់នេះមកទីនេះមានការអ្វីដែរវាសួរដោយភ័យញ័រតែម្ដងនៅពេលនោះរៀមរូក៏ឆ្ងល់ផងដែរថាហេតុអ្វីបានជាពួក Goblin ទាំងអស់នេះភ័យខ្លាចចំពោះគាត់អញ្ចឹងហើយដែលខ្លាចតែគាត់និយាយទៅពួកវាស្ដាប់មិនឮនោះរៀមរូក៏បានឆ្លើយតបទៅវិញដំឡើងសំឡេងមួយទំហឹងតែម្ដងនៅពេលនោះ Goblin មួយនោះក៏បានឆ្លើយតបមកវិញថាពួកយើងដឹងថាលោកម្ចាស់ខ្លាំងប៉ុណ្ណាហើយដូចនេះហើយសូមមេត្តាបន្ថយសំឡេងបន្តិចទៅហើយបន្ទាប់មករៀមរូក៏បាននិយាយខ្សឹបទៅកាន់ពួកវាវិញហើយ Goblin មួយនោះក៏បាននិយាយថាវាមកទីនេះគ្រាន់តែចង់មកសូមជំនួយពីលោកម្ចាស់តែប៉ុណ្ណោះក៏ដោយសារតែពួកវាគឺមានញាណដឹងថារៀមរូគឺខ្លាំងប៉ុណ្ណាបន្ទាប់មកពួកវាក៏នាំរៀមរូទៅកាន់ភូមិរបស់ពួកវាដែលយើងមើលទៅ Goblin នៅក្នុងភូមិនោះគឺពិតជាទន់ខ្សោយខ្លាំងណាស់ពួកវាមានមាឌតូចហើយអាវុធរបស់ពួកវាក៏ច្រេះចាប់អស់ដែរដែលមេភូមិរបស់ Goblin មួយនោះគឺជា Goblin ដ៏ចាស់មួយក្បាលដែលពួកគេគឺចង់សុំជំនួយពីរៀមរូប៉ុន្តែជាដំបូងពួកគេក៏បានរៀបរាប់ថាកាលពីមួយខែមុនព្រះរបស់ពួកគេគឺត្រូវបានបាត់ខ្លួនហើយចាប់តាំងពីព្រះរបស់ពួកគេត្រូវបានបាត់ខ្លួនមកពួកបិសាចនៅក្នុងតំបន់នេះគឺមិនមានការគ្រប់គ្រងទៀតនោះទេពួកវាក៏ចាប់ផ្ដើមធ្វើការវាយប្រហារគ្នាទៅវិញទៅមកហើយនៅពេលនោះរៀមរូក៏អាចដឹងបានថាព្រះរបស់ពួកគេនេះគឺគ្មាននរណាក្រៅពីវ៉ាល់ត្រានោះទេដែលពួកបិសាចនៅក្នុងតំបន់ព្រៃនេះគឺចាប់ទុកវ៉ាល់ត្រាគឺជាព្រះហើយវ៉ាល់ត្រាក៏ជាអ្នកដែលគ្រប់គ្រងពួកគេមិនឲ្យពួកគេធ្វើការវាយប្រហារគ្នាតែប្រដាស់ផងដែរហើយ Goblin ដ៏ចាស់មួយក្បាលនោះវាក៏បានបន្តថាពួកវាគឺខ្វះនៅសមាជិកក្នុងការទប់ទល់ពីការវាយប្រហារពីពួកបិសាចផ្សេងទៀតហើយក៏សង្ឃឹមថារៀមរូគឺអាចជួយពួកគេបានដែលរៀមរូក៏បានតបទៅកាន់ពួកគេវិញថាគាត់គឺត្រឹមតែជាស្លែមដ៏ទូចមួយក្បាលប៉ុណ្ណោះហើយអ្វីបានជាពួកគេរំពឹងថាគាត់អាចជួយពួកគេបាននៅពេលនោះពួក Goblin ក៏បានសើចហេដែលវាក៏បាននិយាយថាកុំដាក់ខ្លួនអីលោកម្ចាស់ក៏ព្រោះថាបិសាចទូតាចឯណាមានអរ៉ាធំប៉ុណ្ណឹងយ៉ាងពហិអញ្ចឹងហើយរៀមរូក៏ឆ្ងល់ផងដែរថាអរ៉ាស្អីគេទៅនៅពេលនោះគាត់ក៏បានសួរទៅកាន់ The Great Sage ហើយ The Great Sage ក៏បានបើកនូវ Skill Magic Sense ដែលធ្វើឲ្យរៀមរូអាចមើលឃើញនូវអរ៉ារបស់ខ្លួនឯងដែលគាត់គឺពិតជាបានឃើញថាអរ៉ារបស់ខ្លួនពិតជាធំមែនអញ្ចឹងតែបានជាពួក Goblin ចេះតែខ្លាចគាត់បន្ទាប់មកគាត់ក៏ធ្វើការស្រូបយកអរ៉ាទាំងអស់នោះចូលទៅក្នុងខ្លួនវិញប៉ុន្តែគាត់ក៏ឆ្ងល់រឿងមួយថាពួក Goblin គឺអាចមើលឃើញអរ៉ារបស់គាត់ចុះហេតុអ្វីបានជាពួកមនុស្សមិនអាចមើលឃើញហើយបន្ទាប់មកមេភូមិរបស់ Goblin ក៏បាននិយាយប្រាប់រៀមរូថាភូមិរបស់ពួកគេគឺត្រូវបានវាយប្រហារដោយពពួកបិសាចឆ្កែចចត Dire Wolf ដែលពួកវាគឺមានកម្លាំងខ្លាំងជាងនិងមានល្បឿនលឿនជាងពពួក Goblin យើងឆ្ងាយណាស់បើទោះបីជានៅក្នុងភូមិ Goblin មួយនេះគឺមាននៅ Goblin ចម្បាំងម្នាក់ដែលមានឈ្មោះក៏ដោយជាចុងក្រោយ Goblin ម្នាក់នោះក៏ត្រូវបានពពួកឆ្កែចចត Dire Wolf ខំសម្លាប់ដដែលហើយពួកវាគឺមានចំនួនរហូតដល់100ក្បាលជាងឯណោះចំណែកឯ Goblin គឺមានគ្នាត្រឹមតែ60នាក់តែប៉ុណ្ណោះហើយ Goblin ចម្បាំងមួយនោះគឺជា Goblin ដែលខ្លាំងជាងគេបង្អស់នៅក្នុងភូមិរបស់ពួកគេក៏ដោយសារតែមានតែគេម្នាក់តែប៉ុណ្ណោះដែលជាបិសាចហើយមានឈ្មោះហើយ Goblin ម្នាក់នេះក៏ត្រូវជាកូនបង្កើតរបស់មេភូមិ Goblin ផងដែរដែលអត់ពីគេម្នាក់នេះទៅភូមិរបស់ Goblin មួយនេះគឺគ្មានសង្ឃឹមអ្វីទៀតនោះទេហើយនៅពេលនោះមេភូមិ Goblin ក៏បានអោនក្បាលសូមអង្វរឲ្យរៀមរូជួយសង្គ្រោះភូមិរបស់ពួកគេផងដែលគ្រប់ពីបានឃើញបែបនេះហើយរៀមរូក៏មានការអាណិតចំពោះពួកគេជាខ្លាំងហើយគាត់ក៏បានយល់ព្រមនៅក្នុងការជួយពួកគេតែម្ដងទៅដែលគាត់គឺបាននិយាយថាតើពួកឯងនឹងឲ្យអ្វីត្រឡប់មកយើងវិញប្រសិនបើយើងជួយសង្គ្រោះភូមិរបស់ពួកឯងដែលមើលតែកាន់ពួក Goblin ទាំងអស់នោះទៅពួកគេគឺគ្មានអ្វីទៀតនោះទេនៅពេលនោះមេភូមិ Goblin ក៏បាននិយាយថាពួកយើងគឺមានតែភាពស្មោះត្រង់ជួយ
នទៅដល់លោកម្ចាស់ដូចនេះហើយគឺសូមអង្វរជួយការពារភូមិរបស់ខ្ញុំមកពួកយើងគឺស្បត់ថានឹងមានភាពស្មោះត្រង់ចំពោះលោកម្ចាស់ជារៀងរហូតដែលពាក្យសម្ដីទាំងអស់នេះគឺធ្វើឲ្យរាមរូនឹកទៅដល់ការពារអតីតជាតិគឺនៅពេលដែលសិស្សប្អូនរបស់ខ្លួនសូមអង្វរឲ្យខ្លួនធ្វើនៅរឿងអ្វីម្យ៉ាងគឺគាត់មិនអាចប្រកែកបាននោះទេហើយស្រាប់តែនៅពេលនោះពួកឆ្កែតចោដៃវុកបាននាំគ្នាលូបន្លឺសំឡេងជាហេតុធ្វើឲ្យពពួក Goblin នៅក្នុងភូមិគឺមានការភ័យខ្លាចជាខ្លាំងដែលមានអ្នកខ្លះក៏មានបំណងរត់ចេញពីភូមិទៅទៀតប៉ុន្តែរាមរូក៏បានដើរចេញមកហើយនិយាយទៅកាន់ពួកគេថាពួកឯងមិនចាំបាច់រត់ទៅណានោះទេយើងរាមរូ Tempest ជំនួសឲ្យ The Storm Dragon Valdra ដែលជាព្រះរបស់ពួកឯងនឹងការពារភូមិ Goblin មួយនេះហើយផ្ដល់នូវបំណងប្រាថ្នារបស់ពួកឯងដែលបានធ្វើឲ្យពពួក Goblin នាំគ្នាអោនក្បាលគោរពរាមរូភ្លាមតែម្ដងហើយចាប់តាំងពីពេលនោះមករាមរូក៏បានក្លាយជាមេ Goblin តែម្ដងទៅហើយហ្នឹងហើយអេពីសូតមួយនេះក៏ត្រូវបានចាប់ត្រឹមហ្នឹងហើយជាចុងក្រោយក៏សូមអ្នកទាំងអស់គ្នាជួយចុច like ឬជួយ subscribe ម្នាក់មួយផងជូនពរអ្នកទាំងអស់គ្នាសុខភាពល្អសំណាងល្អជួបគ្នានៅវីដេអូក្រោយ